មន្ត្រីជំនាញរួមទាំងគណៈវិការស្រុកយើងឃើញប្រវត្តិនេះនៅដៃខ្ញុំនេះគឺជាកាឡាស្បៃល្អិតដែលវាផ្ទុយនឹងច្បាប់បាទប្រិមិត្តអញ្ចឹងកាលណាផ្ទុយនឹងច្បាប់គឺមិនទុកទេតាមការបញ្ជាក់ពីលោកហេងសុធិរិទ្ធនៃខណ្ឌជលផលខេត្តកណ្ដាលបានបញ្ជាក់យ៉ាងសង្កត់ធ្ងន់ថាត្រូវតែអនុវត្តឲ្យបាននិងបង្ក្រាបឲ្យអស់រាល់បទល្មើសទាំងអស់នេះអត់ឲ្យមានទៀតទេបាទអត់ឲ្យមានទៀតទេត្រូវតែអនុវត្តតែម្ដងបាទប្រើវិធានការច្បាប់ឥឡូវនេះយើងឃើញហើយគឺបាទស្បៃល្អិតអាស្បៃល្អិតនេះគឺជាប្រភេទដែលបំផ្លិចបំផ្លាញធនធានមច្ឆជាតិដែលរស់នៅក្នុងទឹកផងដែរបាទមិនចូលដាក់ធំទេណាអានេះត្រីពងត្រីជួយចំចូលគ្រប់បាទត្រីបាទប្រិមិត្តឥឡូវនេះយើងឃើញនេះបាទនេះសិតតែកូនត្រីប្រិមិត្តនេះបាទសិតតែកូនត្រីនេះណាបាទនេះបាទកូនត្រីមកចម្រោះផ្សេងចូលលងវាបណ្ដាលឲ្យបាត់បង់ពូជត្រីបាទដល់ហើយបាទរ៉ូស៊ីចឹងប្រិមិត្តឃើញនេះបាទរឿងអីមិនអនុវត្តវិធានការច្បាប់រឿងអីមិនប៉ះពាល់ដល់ធនធានមច្ឆជាតិយើងទាំងមូលបាទយើងអរគុណមន្ត្រីជំនាញបាទជាពិសេសលោកនាយខណ្ឌជលផលបាទលោកហេងសិរិទ្ធបាទប្រជាពលរដ្ឋលោកសាទរថាឲ្យអាជ្ញាធរលោករៀបចំនិងចាត់ចែងបាទអនុវត្តបាទឲ្យបានញឹកញាប់តែការបញ្ជាក់មកគឺអនុវត្តណាប្រិមិត្តតែប្រជាពលរដ្ឋទេតែលោកលួចដាក់នៅពេលដែលមន្ត្រីជំនាញរដ្ឋបាលស្រុកបាទចុះទៅបាត់វិញស្រាប់តែលួចមកដាក់ទៀតដែរបាទដូចភ្លៀងរលឹមចឹងបាទដូចនេះយើងឃើញទេមកចាក់មកស្ត្រីនេះសិតតែត្រីមកក្នុងនោះបាទនេះសិតត្រីចម្រុះចូលបាទនេះហើយងាប់ស្អុយក៏មានដែរបាទកូនត្រីរៀលទូចក៏ចូលដែរបាទសួរឲ្យគ្នាធំយ៉ាងម៉េចបាទសួរគ្នាធំយ៉ាងម៉េចបាទលេងបើសិនចឹងអីវ៉ាន់នោះបាទប្រិមិត្តនេះមកបាទចឹងហើយបានជម្រាបជូនទៅបងប្អូនប្រជាពលរដ្ឋឈប់រស៊ីបត់ល្មើសនេសាទហ្នឹងទៅវាប៉ះពាល់ដល់ធនធានបាទដល់ប្រព័ន្ធបាទមច្ឆជាតិរបស់យើងបាទសិនតែហើយនៅតែបន្តបាទដាក់អាស្បៃល្អិតដែលល្មើសនឹងច្បាប់ធនធានជលផលនោះសួរថាតាអ្នកប៉ះពាល់ជាតិទាំងមូលតែម្ដងបាទជាតិយើងទាំងមូលតែម្ដងពីព្រោះដល់រដូវប្រមូលផលយើងឃើញហើយប្រិមិត្តសម្ដេចបវរធម្មតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលោកតែងតែចុះសង្កេតមើលបាទសន្ទុះនៃការប្រមូលផលដែលរដូវការត្រីប្រហុកនេះផងដែរប្រិមិត្តទស្សនាទាំងស្រុងជាមួយខ្ញុំនេះបាទណាល្អិតបាទល្អិតអីល្អោយមកអស់នេះបាទនេះបាទមកអស់ហើយបាទល្អោនេះមកគ្មានសល់ទេប្រិមិត្តនេះបាទដល់កហើយប្រិមិត្តណានេះបាទនេះទូចល្អិតថៃរៀលកូនថៃរៀលបាទចូលសឹងគ្រប់ចម្រោះតែម្ដងប្រិមិត្តនេះ